របាយការណ៍របស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA បានបង្ហាញថាយុវជនកម្ពុជានៅឆ្នាំ2014មានចំនួន4.7 លាននាក់បច្ចុប្បន្នយុវជនទាំងនោះកំពុងប្រឈមបញ្ហាមួយចំនួនដូចជាបញ្ហាអប់រំការស្វែងរកការងារធ្វើការចូលរួមកិច្ចការសង្គមបញ្ហាសុខភាពផ្លូវភេទនិងបញ្ហាសុខភាពបន្តពូជជាដើមអង្គការសង្គមស៊ីវិលនានាបានបង្ហាញរបាយការណ៍ថាយុវជនពេញកម្លាំងប្រមាណជាង1 លាននាក់កំពុងក្លាយខ្លួនជាពលករចំណាក់ស្រុកស្វែងរកការងារធ្វើនៅក្រៅប្រទេសក្នុងចំណោមនោះពលករប្រមាណ70 ទៅ 80 ម៉ឺននាក់កំពុងធ្វើការនៅប្រទេសថៃកាលពីពាក់កណ្ដាលឆ្នាំ2014ពលករខ្មែរប្រមាណ30 ម៉ឺននាក់ត្រូវរដ្ឋាភិបាលយោធាថៃដឹកនាំដោយលោកប្រយុទ្ធច័ន្ទអូចាបានដឹកជញ្ជូនមកដាក់នៅច្រកព្រំដែនអន្តរជាតិនៃក្រុងប៉ោយប៉ែតក្រោមហេតុផលថាដើម្បីពង្រឹងការអនុវត្តច្បាប់ផ្ទៃក្នុងរបស់ប្រទេសថៃសកម្មភាពរដ្ឋាភិបាលថៃដឹកជញ្ជូនពលករខ្មែរតាមឡានក្រុងមកដាក់នៅព្រំដែននេះទាំងរដ្ឋាភិបាលកម្ពុជាគណៈបកប្រឆាំងនិងមន្ត្រីអង្គការសង្គមស៊ីវិលបានរិះគន់ថារដ្ឋាភិបាលថៃបានរំលោភសិទ្ធិមនុស្សនិងប្រមាថមើលងាយមកលើប្រជាពលរដ្ឋខ្មែរបើនិយាយពីភាពមិនមានការងារធ្វើរបស់យុវជននោះគេនឹងនឹកឃើញដល់ភាពទន់ខ្សោយនៃប្រព័ន្ធអប់រំការអប់រំនៅកម្ពុជាបច្ចុប្បន្នរងការចោទថាមិនមានគុណភាពដោយសារតែមានអំពើពុករលួយដូចជាអ្នកដែលមិនចេះឲ្យតែសូកលុយក៏បានជាប់ដែរបញ្ហាគ្រូបង្រៀនមានប្រាក់ខែទាបនាំឲ្យគ្រូមិនសូវយកចិត្តទុកដាក់ក្នុងការបង្រៀនសម្រាប់អ្នកដែលមានទ្រព្យមធ្យមនិងមានទ្រព្យសម្បត្តិច្រើនតែងតែបញ្ជូនកូនចៅរបស់ពួកគេទៅរៀននៅតាមសាលារៀនឯកជនដោយសារពួកគេមិនទុកចិត្តពីគុណភាពនៃការអប់រំនៅតាមសាលារដ្ឋប៉ុន្តែប្រជាពលរដ្ឋខ្មែរភាគច្រើនដែលមានជីវភាពក្រីក្រមិនមានលទ្ធភាពក្នុងការបញ្ជូនកូនឲ្យទៅរៀននៅតាមសាលារៀនឯកជននោះទេមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនក៏បានលើកឡើងដែរថាដើម្បីឲ្យកម្លាំងយុវជនក្លាយជាធនធានដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទាមទារឲ្យមានការវិនិយោគទៅលើការអប់រំសុខភាពផ្លូវភេទនិងសុខភាពបន្តពូជរបស់យុវជនឲ្យបានសមស្របយុវជនបច្ចុប្បន្នកំពុងជួបបញ្ហាផងដែរក្នុងការឆាប់ចាប់យកវប្បធម៌ពីបរទេសទាំងដុលដោយមិនសូវបានពិចារណាថ្លឹងថ្លែងរកភាពសមហេតុផលថាតើសមស្របទៅនឹងបរិបទទស្សនវិជ្ជានៅក្នុងសង្គមខ្មែរដែរឬទេដូចជាយុវជនខ្លះចូលចិត្តរៀបចំខ្លួនបង្ហាញឲ្យគេមើលឃើញថាខ្លួនដូចជាតារាចិនតារាកូរ៉េឬពួកអឺរ៉ុបជាដើមឥទ្ធិពលនៃថ្ងៃ14កុម្ភៈដែលយុវជនមួយចំនួនកំពុងហៅថាជាបុណ្យសង្សារនោះតែងតែធ្វើឲ្យមានសកម្មភាពពពាក់ពពូនជ្រួលជ្រើមនៅតាមទីប្រជុំជនពិសេសនៅរាជធានីភ្នំពេញដែលមានការដាក់លក់ផ្កាកុលាបនៅតាមដងផ្លូវនានាហើយយុវជនដែលភាគច្រើនជាសិស្សសាលានាំគ្នាទិញជូនគ្នាទៅវិញទៅមកដើម្បីតំណាងឲ្យសេចក្តីស្នេហារបស់ពួកគេប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្តនិងសិលធម៌សង្គមលោកប៉ាច័ន្ទរឿនលើកឡើងថាយុវជនខ្មែរជ្រួលជ្រើមនៅថ្ងៃ14កុម្ភៈច្រើនជាងយុវជននៅបស្ចិមប្រទេសទៅទៀតលោកបន្តថាការអនុវត្តរបស់យុវជនខ្មែរគឺធ្វើឡើងដោយមិនមានចំណេះដឹងស្រុកយើងនឹងយើងអត់មានប្រពៃណីអីតាក់ទងទៅនឹង Valentine អីនឹងពីបរមបុរាណមកទេតែប៉ុន្តែក្នុងរយៈពេលថ្មីនេះយុវជនយើងហាក់បីដូចជាទទួលយកនឹងដោយមិនបានយល់ដឹងអំពីបរិបទហើយនឹងខ្លឹមសារនៃទិវាដែលគេធ្វើនៅប្រចាំប្រទេសហ្នឹងនាយកប្រតិបត្តិវិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍជាតិលោកសេងរិទ្ធីយល់ថាមូលហេតុដែលនាំឲ្យយុវជនឆាប់ចាប់យកវប្បធម៌បរទេសគឺដោយសារពួកគេខ្វះការអប់រំនាំឲ្យពួកគេឆាប់ចាប់យកអ្វីដែលថ្មីហើយប្លែកដោយមិនបានគិតពីផលវិបាកនៅថ្ងៃអនាគតនោះទេលោកបន្តថាការឲ្យតម្លៃមិនសមហេតុផលរបស់យុវជនខ្លួនឯងនោះនាំឲ្យពួកគេបាត់បង់ឱកាសក្នុងការទទួលបានការអប់រំខ្លាចជាអ្នកដែលមិនមានជំនាញពិតប្រាកដនៅពេលអនាគតនិងពិបាកក្នុងការស្វែងរកការងារធ្វើមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនក៏បានលើកឡើងដែរថាប្រទេសកម្ពុជាជាប្រទេសដែលមានប្រជាជនវ័យក្មេងច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ដែលក្នុងនោះក្រុមដែលមានអាយុចន្លោះពី10ទៅ24ឆ្នាំមានប្រមាណ 35% នៅពេលដែលក្រុមយុវជនវ័យក្មេងអាចទទួលបានអត្ថប្រយោជន៍នៅក្នុងដំណាក់កាលនៃការវិវត្តខ្លួនទៅជាមនុស្សពេញវ័យក៏មានយុវជនខ្លះទទួលរងគ្រោះពីការរំលោភសិទ្ធិមនុស្សនិងការកេងប្រវ័ញ្ចនានាជាពិសេសបញ្ហាប្រឈមពាក់ព័ន្ធទៅនឹងសិទ្ធិសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ
ស្ត្រីវ័យក្មេងមួយចំនួនត្រូវបានបង្ខំឲ្យទំនាក់ទំនងផ្លូវភេទឬត្រូវបានគេជួញដូរព្រហ្មចារីយ៍ហើយមួយចំនួនទៀតក៏បានប្រឡូកក្នុងសេវាកម្មកំសាន្តដែលធ្វើឲ្យក្មេងស្រីទាំងនោះប្រឈមទៅនឹងការមានផ្ទៃពោះដោយការមិនចង់បានការរំលូតកូនដែលគ្មានសុវត្ថិភាពឆ្លងមេរោគអេដស៍ឆ្លងកាមរោគនិងទទួលរងគ្រោះដោយការប្រើអំពើហិង្សារួមទាំងការរំលោភបូកផងដែរលោកប៉ាច័ន្ទរឿនយល់ឃើញថាបច្ចុប្បន្ននេះឪពុកម្ដាយនិងស្ថាប័នពាក់ព័ន្ធគួរតែយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអប់រំយុវជនកុំឲ្យឆាប់ទទួលយកវប្បធម៌បរទេសទាំងដុលពេកប្រព័ន្ធផ្សព្វផ្សាយទាំងឪពុកម្ដាយនិងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងគួរតែយកចិត្តទុកដាក់បន្ថែមទៀតទាក់ទងទៅនឹងការអប់រំយុវជនតែជាពិសេសគឺទាក់ទងទៅនឹងការអប់រំខាងផ្នែកផ្លូវភេទបើសិនជាមិនមានការអប់រំឲ្យបានត្រឹមត្រូវទេវាជាបញ្ហាមួយដែលធ្វើឲ្យយុវជនភាគច្រើននឹងក្លាយទៅជាជនរងគ្រោះនៅដោយសារតែការរំភេទបាទយុវជនគឺជាវ័យមួយដែលមានការលូតលាស់ខ្លាំងទាំងប្រាជ្ញាស្មារតីនិងកម្លាំងកាយដែលជាធនធានសំខាន់ក្នុងការអភិវឌ្ឍជាតិទាំងពេលបច្ចុប្បន្ននិងអនាគតរហូតដល់គេហៅថាយុវជនគឺជាសសរទ្រូងនៃប្រទេសជាតិឬយុវជនគឺជាទំពាំងស្នងឫស្សីដូច្នេះបើយុវជនមានចំនួនកាន់តែច្រើនហើយមានសមត្ថភាពដែលពួកគេបានចូលរួមអភិវឌ្ឍសង្គមជាតិនោះសង្គមនឹងកាន់តែរីកចម្រើនតែបើយុវជនដែលមានសមត្ថភាពកាន់តែមានចំនួនតិចនោះការរីកចម្រើនរបស់សង្គមក៏យឺតទៅតាមនោះដែរម្យ៉ាងវិញទៀតបើយុវជនគិតតែទទួលយកវប្បធម៌បរទេសដោយមិនសូវបានគិតពិចារណានោះទឹកដីកម្ពុជាពេលបច្ចុប្បន្ននឹងក្លាយជាទឹកដីរបស់បរទេសនៅថ្ងៃអនាគតមិនខានឡើយខ្ញុំពៅមេតា VOD ភ្នំពេញ